Hello អ្នកនរគ្នាខ្ញុំមានបកាយហើយនេះគឺនុយរបស់យើងហើយនេះខ្ញុំទៅដាក់បកាយឲ្យអ្នកនរគ្នាទស្សនាទៀតហើយតោះ let's go បន្ទាប់ពីយើងដើរមួយសន្ទុះមកណាបងប្អូនក៏ដល់កន្លែងដាក់ហើយមើលទៅទីតាំងគួរឲ្យចង់ដាក់ណាមិនចាំយូរទេខ្ញុំចាប់ដាក់តែម្ដងទៅទីតាំងស្អាតទំនងមានត្រីច្រើនណាស់បងប្អូនហើយនេះជារបៀបដោតនុយកូនកង្កែបរបស់ខ្ញុំបាទចុះបងប្អូនដោតនុយកូនកង្កែបបែបណាវិញជួយ comment នៅក្រោមវីដេអូនឹងម្នាក់មួយផងរបៀបដែលខ្ញុំដាក់នោះខ្ញុំត្រូវវែកប្រឡងឲ្យស្អាតជៀសវាងការត្រីខំនុយទៅវាជាប់វារើទៅឆាប់ដាច់មាត់អញ្ចឹងយើងត្រូវការវែកប្រឡងឲ្យវាស្អាតឲ្យវាស្រឡះហើយកូនកង្កែបរបស់យើងគឺយើងត្រូវដោតធំក្រោមស្មាវាខាងមុខមើលទៅទីតាំងរបស់យើងគឺទំនងខ្លាំងមែនតែននិយាយថាពីប្រឡងយើងទំនងដល់កឲ្យបងប្អូនរៀងច្រឡំថ្ងៃទេបងប្អូនដោយសារខ្ញុំដាក់ទាំងថ្ងៃបើនិយាយពីទេសភាពនៅជុំវិញខ្លួនវិញពិតជាស្រស់ស្អាតខ្លាំងមែនតែនបងប្អូនពេលយើងបានតែដោតបកាយដោតទទូអញ្ចឹងពេលយើងបានដាក់អញ្ចឹងយើងមានអារម្មណ៍ថាវា relax វាសុបាយចិត្តអ្នកនរគ្នានេះដោតបកាយហើយតែអស់នុយបកាយយើងនៅទេបាទនេះគឺបកាយរបស់យើងមិនតែអស់នុយបងប្អូនអើយគេមើលទីតាំងក្រូខ្ញុំនេះអូយអែមតែម្ដងណាเอาដាក់ដល់នេះសក់បងប្អូននេះអាវាគួយលោកខ្លាំងមែនតើចាំដើរមើលពេលយប់ជាមួយខ្ញុំទាំងអស់គ្នាហើយនេះគឺជាសកម្មភាពយើងដើរមើលពេលយប់ណាបងប្អូនអរគ្នាដើរដោតនុយថែមត្រីសម្បូរខំនុយតែខំមិនសូវជាប់សោះតោះអញ្ចឹងទៅមើលវីដេអូពេញជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនត្រីទីកៃនៅអត់ទេបងប្អូនអូនៅបងប្អូនជួយមែនអែមអូទីដងអូ my god ជប់សិនអ្នកអស់ចាំផ្លែតខ្ញុំយកអាបោកដួសខ្ញុំដាក់មកដែរតាចាំផ្លែតតែខ្ញុំដួសឲ្យមើលខ្ញុំខាច់រួយបងប្អូនត្រីធំណានេះបោករបស់យើងនៅណាទេឃើញដួសចូលហ្នឹងអូលោកខ្វល់អស់ហើយស្រេនេះសិនចាំយើងដួសចាំយើងមកលើកដាក់បដ ாய் ធំបងប្អូនធំអត់លេងសើចទេបងប្អូនធំណានេះធំអូខេចូលហើយនេះចូលក្នុងស្បោងយើងហើយនេះចូលមកកណីទៀតហ្នឹងនេះមួយដងបកាយអាឡើងដេកអូអត់នៅសោះយកនុយទៅបាត់នេះចូលមកកណីមួយទៀតបងប្អូនចូលមួយទៀតនេះឃើញចូលហើយវ៉ាវ
phần năng ai bông phón chôm mẹ kẹn này thì nó bông phón này con ná này trâu lên ây da em very good Nè bọc cây ạ Trai tiên trâu một tí ra bóng con trâu một tí đây phân khía bóng bồn thuật o bóng bồn đây nè thuật o